បានជាប្រពន្ធមួយចំនួនអស់អារម្មណ៍ជាមួយប្តីបងប្អូនទាំងអស់គ្នាដឹងអត់អារម្មណ៍ទាំងអស់ហ្នឹងវាមិនមែនបាត់ក្នុងរយៈពេលមួយយប់ទេហើយក៏វាមិនមែនបាត់ក្នុងរយៈពេលមួយអាទិត្យឬក៏មួយខែដែរន័យថាការបាត់បង់អារម្មណ៍ចំពោះប្តីខ្លួនឯងហ្នឹងវាមានពេលវេលាហើយវាមិនមែនកើតឡើងភ្លាមហើយវាមិនមែនកើតឡើងឯងហើយវាក៏មិនមែនជារឿងចៃដន្យដែរវាបាត់សន្សឹមតាមរយៈកាយវិការជារៀងរាល់ថ្ងៃដែលប្តីធ្វើដាក់គាត់តាមរយៈពាក្យសម្ដីជារៀងរាល់ថ្ងៃដែលប្តីនិយាយទៅកាន់គាត់តាមរយៈការឈឺចាប់បន្តិចម្ដងដែលប្តីធ្វើដាក់គាត់តាមរយៈការខកចិត្ត1 2 3 4ចឹងទៅអញ្ចឹងអាទាំងអស់ហ្នឹងវាតិចឯងប៉ុន្តែវាធ្វើឲ្យគាត់ឈឺចិត្តចាវាធ្វើឲ្យគាត់ប្រេះស្រាំបន្តិចម្ដងពេលខ្លះសូម្បីតែរឿងទូចមួយចំនួនដែលប្តីមួយចំនួនគាត់មើលរំលងណាការដែលគាត់អត់ឆ្លើយតបមេសេចរបស់ប្រពន្ធឬក៏ការដែលគាត់មិនដែលចាប់អារម្មណ៍ឬក៏ទទួលដឹងថាប្រពន្ធបានធ្វើអីខ្លះលះបង់អីខ្លះអត់ដែលមានពាក្យសរសើរអត់ដែលមានពាក្យអរគុណអត់ដែលមានពាក្យលើកទឹកចិត្តអានតិចទាំងអស់ហ្នឹងអារម្មណ៍មួយទៀតដែលគួរឲ្យខ្លាចបំផុតសម្រាប់ប្រពន្ធទាំងឡាយហ្នឹងគឺនៅពេលដែលវត្តមានរបស់គាត់គឺដូចមនុស្សកំបាំងកាយជាមួយប្តីអញ្ចឹងប្តីអត់ខ្វល់របស់ប្រពន្ធចេញចូលព្រឹកថ្ងៃល្ងាចយប់ស្មើណាទៅណីអញ្ចឹងអារម្មណ៍មួយហ្នឹងយើងមានអារម្មណ៍ថាយើងតែឯង fighting alone អញ្ចឹងណាប្តីអត់យល់កន្លែងហ្នឹងដែលធ្វើឲ្យប្រពន្ធអស់អារម្មណ៍តែម្ដងពេលខ្លះប្រពន្ធមិនមែននៅសុកអត់ខ្វល់ឬក៏អស់អារម្មណ៍មួយប្តីដោយសារតែយើងនិយាយថាក្តីស្រឡាញ់អូខេយើងត្រូវការអ្នក